បាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ទទួលទានផ្សិតពពងបងប្អូនអាចមករកបាននៅអាហារដ្ឋានជំនោមលុបស្វាយទាំងអស់នេះគឺជាសកម្មភាពនៃការបំពងផ្សិតដោយក្នុងនោះយើងយកផ្សិតម្ជុលយើងយកមកបំពងជាមួយម្សៅនិយាយថារសជាតិវិញឆ្ងាញ់ស្រួយមិនពិបាកលក្ខណៈមួយថាវាល្អឆ្ងាញ់យើងញ៉ាំទៅវាមានជាតិនៅក្នុងតែម្ដងជាដំបូងឡើងយើងធ្វើការលាយម្សៅវាដោយសារយើងធ្វើលាយម្សៅជាមួយនឹងគ្រឿងផ្សំបន្តិចបន្តួចហើយយើងបានយកផ្សិតមកច្របល់នៅពេលដែលវាចូលជាតិល្អយើងចាប់ដើមដាក់បំពងហើយការបំពងយើងបើកហ្គាសខ្លាំងពេកក៏វាអត់កើតដែរវាចាប់ខ្លោចអញ្ចឹងយើងហ្គាសទៅមិនមកល្មមកាលណាយើងបើខំហ្គាសខ្លាំងពេកវាអាចនឹងខ្លោចផ្សិតជាពិសេសភរិយារបស់ខ្ញុំគាត់កំពុងតែបំពងផ្សិតដោយមានការយកចិត្តទុកដាក់បំផុតកាលណាយើងធ្វើទៅមានការធ្វើប្រហែសផ្សិតហ្នឹងវាអត់ឆ្ងាញ់ទេវាអាចនឹងខ្លោចហើយបើសិនជាយើងតាមដានរៀមបានលិតលន់វាផ្សិតហ្នឹងក៏ស្រួយល្អដែរជាក់ស្ដែងនៅពេលដែលភ្ញៀវគាត់ទទួលទានផ្សិតមជុលបំពងនេះភាគច្រើនដំបូងឡើងគាត់ស្ដាប់ទៅគាត់រៀងអត់ចង់ញ៉ាំទេគាត់ចង់ញ៉ាំអាផ្សិតច្រម៉ាស់បំពងជាមួយម្សៅប៉ុន្តែនៅពេលយើងណែនាំគាត់ទៅគាត់កំងមួយចានទៅគាត់ថាឆ្ងាញ់ហើយភាគច្រើនគាត់នៅពេលគាត់បានញ៉ាំម្ដងហើយគាត់ចង់ញ៉ាំម្ដងទៀតអាចនឹងញ៉ាំនឹងកញ្ចុះហើយគាត់ខ្ចប់ទៅតាមគេហដ្ឋានគាត់ទៀតបើជាចុងក្រោយសូមគោរពអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះសូមអរគុណច្រើនសូមគោរពលា